មែនតើដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចមិនមែនកើតឡើងដោយចៃដន្យក្រោយពេលដែលយើងមានចំនួនព្រំដែនជាមួយនឹងថៃទេគឺជាកម្មវិធីមួយដែលបានគ្រោងទុករួចមកហើយជាដំណើរទស្សនកិច្ចឧទ្ទេសនាមខ្លួនផងក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសសិង្ហបុរីការវិវត្តចុងក្រោយនៃបញ្ហាព្រំដែនរវាងកម្ពុជាថៃនោះគឺមើលឃើញថាសង្ហបុរីក៏ជាប្រទេសសំខាន់មួយសម្រាប់ផ្គត់ផ្គង់ប្រេងនិងឧស្ម័នណាព្រោះនៅពេលដែលយើងនិយាយពីការទិញប្រេងនៅក្នុងប្រទេសកម្ពុជាយើងប្រភពប្រេងដែលយើងទិញសំខាន់មានថៃមានវៀតណាមសង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីអញ្ចឹងនៅពេលដែលរាជរដ្ឋាភិបាលផ្អាកការនាំចូលប្រេងពីប្រទេសថៃខ្ញុំគិតថាសង្ហបុរីក៏ជាជំរើសបន្ថែមមិនមែនថាយកមួយជំនួសមួយទេបន្ថែមថ្ងៃណាមួយស្ថានភាពល្អប្រសើរឡើងវិញយើងធ្វើប្រកបដីកម្មណាធ្វើប្រកបដីកម្មទំនាក់ទំនងរវាងកម្ពុជានិងថៃលើវិស័យផ្សេងទៀតឬក៏ការរកស៊ីជាមួយគ្នាវាដំណើរការទៅទៀតទៅបាទសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីយ៍កម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតប្រសិនបើលោកអ្នកត្រូវការគ្រឿងសង្ហារិមល្អប្រណិតសូមទៅកាន់ Suit Homeបើយើងពិនិត្យមើលទស្សនវិជ្ជាជារួមនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសហបារីរយៈពេលចុងក្រោយនេះយើងឃើញថាទំនាក់ទំនងនេះគឺកំពុងតែមានការវិវត្តស៊ីជម្រៅជិតស្និទ្ធគ្នាខ្លាំងដោយសារតែយើងកត់សម្គាល់ឃើញទី1គឺដំណើរការនៃការផ្លាស់ប្ដូរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរហ្នឹងគឺមានលក្ខណៈញឹកញាប់យើងនៅចាំបានសម្ដេចធិបតីជានាយករដ្ឋមន្ត្រីថ្មីនៃប្រជាណាចក្រកម្ពុជាក៏ទៅតែបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសង្ហបុរីដែរហើយលើកនេះគឺឯកឧត្តមលរ៉ាន់វងដែលជានាយករដ្ឋមន្ត្រីថ្មីនៃសង្ហបុរីក៏អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រជាណាចក្រកម្ពុជារបស់យើងដែរហើយក្នុងទស្សនវិជ្ជានយោបាយនិងការទូតយើងឃើញថាប្រទេសទាំងពីរគឺមានទស្សនៈរួមច្រើនលើបញ្ហាតំបន់ក៏ដូចជាបញ្ហាពិភពលោកហើយយើងមានយន្តការទាំងយន្តការទ្វេភាគីទាំងយន្តការពហុភាគីដែលជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបានណាចែករំលែកទស្សនៈរួមមួយចំនួនធំវាមិនទាំងអស់ទេគឺជាមួយគ្នាហើយបើយើងពិនិត្យលើទស្សនវិជ្ជាសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគយើងឃើញថាសង្ហបុរីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជាដែរហើយក៏ជាប្រទេសដែលដាក់វិនិយោគទុនច្រើននៅប្រទេសកម្ពុជាលើវិស័យនានាជាច្រើនហើយបើយើងស្ដាប់ប្រសាសន៍របស់អាយដាមលរ៉ាន់វងដែលជានាយករដ្ឋមន្ត្រីថ្មីនៃសង្ហបុរីនេះគឺលោកផ្ដល់ការជឿជាក់លើប្រទេសកម្ពុជាដែលលោកធ្លាប់នៅកន្លងមកគាត់ថាគាត់មានសក្តិនិយមចំពោះប្រទេសកម្ពុជាហើយមួយវិញទៀតយើងដឹងថាសង្ហបុរីក៏ជាប្រទេសដែលមានប្រព័ន្ធអប់រំខ្ពស់ហើយនៅក្នុងទំនាក់ទំនងលើវិស័យអប់រំនិងការបណ្ដុះបណ្ដាលអភិវឌ្ឍទុនធានមនុស្សហ្នឹងកម្ពុជានិងសហបុរីដូចជាមានទំនាក់ទំនងនៅជិតស្និទ្ធនិស្សិតនិងមន្ត្រីរាជការនៃប្រទេសកម្ពុជាយើងជាច្រើនរូបបានទទួលការបណ្ដុះបណ្ដាលនៅប្រទេសសង្ហបុរីអាហ្នឹងមួយលើទៀតយើងឃើញថាជាលំហូរទេសចរយើងឃើញពីកម្ពុជាទៅទស្សនានៅប្រទេសសង្ហបុរីច្រើនណាស់មានកញ្ចប់ទេសចរដែលគេធ្វើរួមគ្នាពីម៉ាឡេស៊ីទៅសង្ហបុរីហើយអ្វីដែលចំណុចសំខាន់មួយទៀតនោះគឺថាសង្ហបុរីមានជើងយន្តហោះនៃហោះត្រង់ជាមួយកម្ពុជាហ្នឹងច្រើនជាងគេញឹកញាប់ក្នុងមួយថ្ងៃច្រើនជើងហើយពេញក្នុងមួយសប្តាហ៍តែម្ដងនេះគឺជាចំណុចសំខាន់មួយដែរហើយបាទដោយដែលមានចែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសហើយគឺយើងឃើញថាថ្នាក់ដឹកនាំទាំងពីរនឹងពិភាក្សាគ្នាហើយក្នុងកម្មវិធីដែលគេបានប្រកាសហ្នឹងអាយដាមលរ៉ាន់វងគាត់នឹងមានជំនួបដាច់ដライច្រើនជាមួយនឹង
សម្ដេចធិបតីដែលជាជំនួបគេហៅនៃសមាភិកីណាហើយក៏មានការជួបសម្ដែងការគូសំជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាហើយក៏ចូលក្រាបបង្គំកលព្រះមហាក្សត្ររបស់យើងដែរអញ្ចឹងប្រធានបទដែលខ្ញុំគិតមើលទៅគឺពិតហើយរឿងសំខាន់ទី1គឺការជំរុញលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហការរវាងប្រទេសទាំងពីរកម្ពុជាសង្ហបុរីនិងការជជែកបញ្ហាតំបន់និងបញ្ហាសកលហើយជាពិសេសហ្នឹងគឺរបៀបវារៈដែលសំខាន់សម្រាប់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីគឺរបៀបវារៈសេដ្ឋកិច្ចជារបៀបវារៈសំខាន់ជាងគេដែលតែងតែរាល់ពេលដែលមានជំនួបថ្នាក់ដឹកនាំបរទេសអញ្ជើញមកកាន់ប្រជាណាចក្រកម្ពុជាក៏ដូចសម្ដេចធិបតីអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសរបៀបវារៈធំជាងគេគឺរឿងរបៀបវារៈសេដ្ឋកិច្ចឥឡូវនេះយើងនិយាយថាការទូតសេដ្ឋកិច្ចអញ្ចឹងការវិនិយោគការផ្លាស់ប្ដូរពាណិជ្ជកម្មការធ្វើទំនើបកម្ម digital ក្នុងវិស័យនៃពាណិជ្ជកម្មក៏ដូចជាការជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនខ្ញុំគិតថាជាកម្មវត្ថុដែលសំខាន់ហើយការវិភាសាគ្នាពាក់ព័ន្ធជាមួយនឹងការទិញប្រេងទិញឧស្ម័នខ្ញុំគិតថាក៏គួរតែជាកម្មវត្ថុដែលវិភាសាក្នុងចំណោមថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែរហើយក្រៅពីនោះខ្ញុំគិតថាការជំរុញយន្តការពហុភាគីដែលរវាងកម្ពុជានិងសហបុរីយើងមានយន្តការពហុភាគីច្រើនដែលអាចធ្វើការជាមួយគ្នាក្នុងក្របខ័ណ្ឌអាស៊ានក្នុងក្របខ័ណ្ឌអង្គការសហជាតិក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការតំបន់ផ្សេងទៀតដែលយើងមានមូលដ្ឋានសម្រាប់ធ្វើការជាមួយគ្នា ធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីថាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69